ជំរាបសួរនិងសូមស្វាគមន៍មកកាន់ខ្សែវីដេអូណែនាំអំពីអ្នកជំងឺដែលត្រូវពោះចឹកដែលបានរៀបចំរួមគ្នាជាមួយនឹងវិទ្យាសាស្ត្រអន្តរជាតិសង្គ្រោះបន្ទាន់ Stanford ខ្ញុំបាទមកពីអង្គការ UOC កម្ពុជាចំណែកនាងខ្ញុំមកពីអង្គការ UOC កម្ពុជាដូចគ្នាដែរអ្នកជំងឺដែលយើងនឹងពិភាក្សាគឺជាបុរសអាយុ36ឆ្នាំដែលពីមុនមកមានសុខភាពល្អគាត់កំពុងដេកក្នុងអង្រឹងនៅផ្ទះហើយក៏មានអារម្មណ៍ថាមានពោះអ្វីមកចឹកដៃរបស់គាត់ការចឹកនេះកើតឡើង4ម៉ោងមុនពេលមកដល់ផ្នែកសង្គ្រោះបន្ទាន់ដំបូងគាត់ទៅរកគ្រូបុរាណដែលបានឲ្យថ្នាំបំពុះលើកន្លែងពោះចឹកពេលមកដល់ផ្នែកសង្គ្រោះបន្ទាន់គាត់ត្អូញត្អែថាទន់ខ្សោយនិងឈឺពោះខ្លាំងដូចជាមួយអ្នកជំងឺបន្ទាន់ទាំងអស់ដែរអ្នកត្រូវពិនិត្យយ៉ាងរហ័សនៅ ABC ផ្លូវខ្យល់ការដកដង្ហើមនិងចរន្តឈាមអ្នកសង្កេតឃើញថាអ្នកជំងឺងងុយដេកហើយនិយាយមិនច្បាស់មានស្លេសច្រើនអ្នកត្រូវបឺតស្លេសចេញពីផ្លូវដង្ហើមការដកដង្ហើមរាក់ៗនិងខ្សោយដោយមានចង្វាក់ដង្ហើម8ដងក្នុង1នាទីកំហាប់អុកស៊ីហ្សែនក្នុងឈាម 88% គាត់ត្រូវការអុកស៊ីហ្សែនលឿន10ទៅ20លីត្រក្នុង1នាទីតាមម៉ាស់បើមានឬឲ្យបរិមាណអុកស៊ីហ្សែនច្រើនបំផុតដែលកន្លែងអ្នកអាចផ្ដល់ឲ្យបានការបឺតស្លេសនិងអុកស៊ីហ្សែនលឿនមិនបានធ្វើឲ្យកំហាប់អុកស៊ីហ្សែនឡើងលើសពី 95% ទេគាត់ត្រូវការសប់ខ្យល់ដង្ហើមបើមានស្លេសច្រើនពេកហើយគាត់មិនអាចការពារផ្លូវដង្ហើមរបស់គាត់ទេត្រូវសោកទុយយោចូលក្នុងបំពង់ខ្យល់ហើយអាចសប់ខ្យល់ដង្ហើមក្នុងល្បឿន12ដងក្នុង1នាទីចង្វាក់បេះដូងរបស់គាត់គឺ90នៅពេលដែលអ្នកកំពុងធ្វើការវាយតម្លៃនិងព្យាបាលដំបូងអ្នកត្រូវចាប់ផ្ដើមសួរពីប្រវត្តិតើសំណួរអ្វីខ្លះដែលអ្នកចង់សួរអ្នកជំងឺនេះឬបើគាត់មិនអាចឆ្លើយបានសួរសមាជិកគ្រួសារគាត់អ្នកគួរតែសួរតើអ្នកដឹងថាជាពោះប្រភេទអ្វីទេតើពោះចឹករយៈពេលយូរប៉ុណ្ណាហើយតើទទួលបានការព្យាបាលអ្វីខ្លះហើយមុននឹងមកដល់មន្ទីរពេទ្យតើអ្នកជំងឺមានជំងឺអ្វីពីមុនមកឬទេតើអ្នកជំងឺធ្លាប់មានប្រតិកម្មជាមួយថ្នាំបន្សាបពោះពីមុនមកឬទេតើអ្នកជំងឺធ្លាប់មានវិបត្តិហូរឈាមឬវិបត្តិកំណកឈាមពីមុនមកឬទេជាការរំលឹកឡើងវិញនៅអ្វីដែលអ្នកបានដឹងអ្នកជំងឺនេះជាបុរសអាយុ36ឆ្នាំត្រូវពោះចឹក4ម៉ោងកន្លងទៅនៅពេលគាត់កំពុងដេកគាត់មានសភាពទន់ខ្សោយនិងឈឺពោះនៅពេលអ្នកពិនិត្យសញ្ញាជីវិតអ្នកឃើញថាគាត់មានចង្វាក់បេះដូង90ចង្វាក់ដង្ហើម8កំហាប់អុកស៊ីហ្សែនក្នុងឈាម 88% និងសម្ពាធឈាម120លើ80នៅពេលពិនិត្យរាងកាយអ្នកសង្កេតឃើញថាអ្នកជំងឺងងុយដេកហើយនិយាយមិនច្បាស់មានស្លេសច្រើននិងដង្ហើមរាក់ៗហើយខ្សោយបន្ថែមពីលើនេះទៀតតាមរយៈការសាកសួរអ្នកជំងឺនិងក្រុមគ្រួសារនៅពេលវាយតម្លៃអ្នកអាចដឹងថាពួកគេមិនបានដឹងថាជាប្រភេទពោះអ្វីទេដែលចឹកនោះគាត់ជាមនុស្សដែលមានសុខភាពល្អមុនពេលពោះចឹកហើយគាត់ទៅរកគ្រូបុរាណហើយបានទទួលថ្នាំបំពុះមុននឹងមកមន្ទីរពេទ្យតាមរយៈព័ត៌មានទាំងនេះតើអ្នកមានអារម្មណ៍យ៉ាងណាចំពោះរោគសញ្ញានិងសញ្ញាជីវិតដំបូងអ្នកអាចកត់សម្គាល់ឃើញថាគាត់មានសភាពទន់ខ្សោយខ្លាំងណាស់ហើយមានសញ្ញាជីវិតមិនធម្មតាការដកដង្ហើមនិងកំហាប់អុកស៊ីហ្សែនក្នុងឈាមទាបដែលបង្ហាញពីវិបត្តិដង្ហើមនិងកង្វះអុកស៊ីហ្សែនហើយចង្វាក់បេះដូងគាត់ញាប់ជាងធម្មតាដើម្បីវាយតម្លៃអ្នកជំងឺនេះអ្នកបានសួរនាំពីប្រវត្តិនិងធ្វើការពិនិត្យរាងកាយនិងបានផ្ដល់ការព្យាបាលបន្ទាន់នៅពេលវាយតម្លៃអ្នកគួរសួរខ្លួនឯងថាតើមានការតម្រូវឲ្យប្រើថ្នាំបន្សាបពឹសឬទេអ្នកត្រូវសួរខ្លួនឯងទៀតថាតើនេះជាពោះពឹសឬទេនិងតើខ្ញុំមានថ្នាំបន្សាបពឹសឬទេបើតម្រូវឲ្យប្រើឬថាតើខ្ញុំត្រូវបញ្ជូនអ្នកជំងឺឬទេ
អ្នកត្រូវវាយតម្លៃអំពីអ្វីដែលអ្នកត្រូវធ្វើអ្វីភ្លាមសម្រាប់អ្នកជំងឺនេះចូលយើងរំលឹកឡើងវិញអំពីពោះចិត្តការពលដោយពឹសពោះចិត្តត្រូវបានបែងចែកជាពីរក្រុមពឹសពលប្រព័ន្ធប្រសាទនិងពឹសពលឈាមពឹសពលប្រព័ន្ធប្រសាទនាំឲ្យខ្សោយកម្លាំងវិបត្តិដង្ហើមនិងវិបត្តិស្មារតីបញ្ហាទាំងអស់នេះជាទូទៅបណ្ដាលមកពីក្រុមពោះដែលគេហៅថាអេឡាភេសពឹសពលឈាមច្រើនតែនាំឲ្យហូរឈាមនិងខូចជាលិកានៅនឹងកន្លែងនៅប្រទេសកម្ពុជាពួកវាយផើជាពួកពឹសពលឈាមដែលសម្បូរជាងគេដោយដែលអ្នកឃើញក្នុងរូបនេះជួនកាលមានរោគសញ្ញាជាន់គ្នាពួកពឹសពលប្រព័ន្ធប្រសាទអាចមានសញ្ញាខូចខាតជាលិកានៅនឹងកន្លែងនិងហូរឈាមដែរហើយពួកពឹសពលឈាមអាចនាំឲ្យខ្សោយកម្លាំងនិងបាត់ស្មារតីដែរដូច្នេះជាការសំខាន់ណាស់ដែលត្រូវពិនិត្យឲ្យបានដិតដល់និងសួរប្រវត្តិឲ្យបានច្បាស់ដើម្បីកំណត់ថាជាពួកប្រភេទអ្វីតែចឹកអ្នកជំងឺនឹងត្រូវចងចាំថាវាអាចមានរោគសញ្ញាជាន់គ្នាតើអ្នកត្រូវធ្វើអ្វីដើម្បីស៊ើបអង្កេតករណីពោះចឹកនេះបន្តទៅទៀតអ្នកត្រូវធ្វើការពិនិត្យប្រព័ន្ធប្រសាទដោយលម្អិតរួមទាំង AVPU ពិនិត្យប្រស្រីភ្នែកសរសៃប្រសាទកណ្ដាលនិងប្រព័ន្ធប្រសាទខាងក្រៅកម្លាំងញៀននិងរ៉េហ្វ្លេចអ្នកក៏គួរតែស្នើសុំធ្វើតេស្តកំណកឈាម20នាទីបើអ្នកអាចធ្វើបានតេស្តមន្ទីរពិសោធន៍ផ្សេងទៀតអាចមានប្រយោជន៍ដូចជារាប់គ្រាប់ឈាមប្រូសូប៊ីនថែមផាស្យ៉លស្រោមបូផ្លាទីនថែមហ្វីប្រីណូជែនហើយនិងសេរីមអេເລັກត្រូឡៃតបើអ្នកមានតែទាំងនេះនៅមន្ទីរពេទ្យរបស់អ្នកគួរតែស្នើសុំចំពោះរាល់អ្នកជំងឺពោះចិត្តទាំងអស់ការពិនិត្យប្រព័ន្ធប្រសាទបង្ហាញថាគាត់មិនអាចបើកភ្នែកបានទេដោយសារភាពខ្សោយកម្លាំងគាត់និយាយមិនច្បាស់សាច់ដុំមុខខ្សោយនិងអវយវៈក៏ខ្សោយអ្នកអាចសង្កេតឃើញថាដង្ហើមរបស់គាត់រាក់និងខ្សោយដែលជាការព្រួយបារម្ភព្រោះថាវាអាចនាំទៅរកការឈប់ដកដង្ហើមគាត់ក៏នៅមានញៀនធម្មតានៅពេលដែលអ្នកប៉ះស្បែករបស់គាត់នៅពេលដែលអ្នកជំងឺដោយករណីនេះដែលមានសញ្ញាប្រព័ន្ធប្រសាទអ្នកត្រូវវាយតម្លៃពីធាតុផ្សំនៃ SL-UDGE/ ទឹកភ្នែកងំច្រើនរាគវិបត្តិក្រពះពោះវៀននិងក្អួតអ្នកជំងឺដែលមានរោគសញ្ញាទាំងនេះច្រើនមានប្រស្រីភ្នែករួមតូចចំពោះអ្នកជំងឺនេះអ្នកសង្កេតឃើញថាគាត់មានស្លេសច្រើនអ្នកឃើញថាគាត់មានហូរទឹកភ្នែកគាត់មិនអាចប្រាប់អ្នកបានទេថាគាត់មានទឹកនោមច្រើននោះគាត់គ្មានរាគទេប៉ុន្តែមានឈឺពោះបែកញើសនិងប្រស័យភ្នែករួមទូចគាត់មានរោគសញ្ញាមួយចំនួននៃ SL-UDGE នេះហើយជាតេស្តកំណកឈាម20នាទីអ្នកបូមឈាមពី3មីលីលីត្ររួចហើយដាក់ក្នុងបំពង់កែវកញ្ចក់ស្អាតមួយរួចទុកវាឲ្យនៅស្ងៀមរយៈពេល20នាទីនៅពេលដែលអ្នកផ្អៀងបំពង់អ្នកមិនឃើញឈាមហូរចេញឬប្តូររាងទេនេះគឺជាកំណកឈាមធម្មតាតែឈាមផ្សេងទៀតមានលក្ខណៈធម្មតាទាំងអស់តើអ្នកគិតថាអ្នកជំងឺនេះមានរោគវិនិច្ឆ័យអ្វីតើគាត់ត្រូវការព្យាបាលបន្ទាន់អ្វីខ្លះដោយសារតេស្តឈាមធម្មតាគាត់ប្រហែលជាមិនមែនចាក់ដោយពួកពឹសពលឈាមនោះទេប៉ុន្តែសញ្ញាប្រព័ន្ធប្រសាទរបស់គាត់បង្ហាញថាគាត់ប្រហែលជាត្រូវពោះពឹសពលប្រព័ន្ធប្រសាទចាក់ពេលមកដល់ពេលអ្នកពិនិត្យ ABC អ្នកឃើញថាអ្នកជំងឺមានវិបត្តិដង្ហើមនិងមានស្លេសច្រើននៅផ្លូវដង្ហើមរបស់គាត់អ្នកបានបឺតស្លេសចេញពីផ្លូវដង្ហើមរួចផ្ដល់អុកស៊ីហ្សែនអ្នកដាក់ឲ្យមានជំនួយដង្ហើមនិងការពារផ្លូវដង្ហើមរបស់គាត់ដោយដាក់សក់ទុយោក្នុងបំពង់ខ្យល់ឥឡូវនេះអ្នកត្រូវដាក់ជើងគាត់កុំឲ្យមានចលនាក្នុងរូបនេះគេធ្វើរណបដ៏សាមញ្ញមួយដោយប្រើក្រដាសកាតុងក្រណាត់ស្អាតនិងបង់ស្អិត
អ្នកក៏ត្រូវផ្ដល់ថ្នាំបំបាត់ការឈឺចាប់ផងដែរការសំខាន់បំផុតដែលត្រូវធ្វើដើម្បីសង្គ្រោះជីវិតអ្នកជំងឺនេះគឺត្រូវប្រើថ្នាំបន្សាបពឹសបើអ្នកគ្មានថ្នាំបន្សាបពឹសសមស្របនឹងមន្ទីរពេទ្យរបស់អ្នកទេអ្នកត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដែលនៅជិតបំផុតដែលមានថ្នាំបន្សាបពឹសបើអ្នកមានថ្នាំបន្សាបពឹសខ្លះតែមិនគ្រប់អ្នកត្រូវចាក់ថ្នាំបន្សាបពឹសដែលអ្នកមានមុននឹងបញ្ជូននេះនឹងជួយអ្នកជំងឺរហូតទាល់តែទៅដល់មន្ទីរពេទ្យដែលមានថ្នាំគ្រប់ជានិច្ចកាលត្រូវទូរស័ព្ទទៅមន្ទីរពេទ្យដែលទទួលដើម្បីឲ្យដឹងថាអ្នកជំងឺកំពុងនៅតាមផ្លូវហើយប្រាប់ថាយើងបានដល់ការព្យាបាលអ្វីខ្លះហើយបើអ្នកអាចផ្ដល់ថ្នាំបន្សាបពឹសនៅមន្ទីរពេទ្យរបស់អ្នកត្រូវត្រៀមទប់ទល់ករណីប្រតិកម្មជាមួយថ្នាំបន្សាបពឹសអ្នកជំងឺក៏ត្រូវការអង់ទីប៊ីយោទិកខ្លាំងដែរអ្នកជំងឺនេះមកដល់មន្ទីរពេទ្យដែលមានថ្នាំបន្សាបពឹសគ្រប់គ្រាន់គាត់ប្រហែលជាត្រូវចាប់ដោយពោះពឹសពលប្រព័ន្ធប្រសាទនេះជាតារាងបង្ហាញពីការកំណត់កម្រិតថ្នាំបន្សាបពឹសពោះពឹសពលឈាម2នៅក្នុងតារាងនេះជាពួក Viper បើមើលទៅលើតារាងកម្រិតថ្នាំបន្សាបពឹសយើងដកថ្នាំបន្សាបពឹសពលឈាមចេញពីការពិចារណាអញ្ចឹងនៅសល់តែថ្នាំបន្សាបពឹស Neuropolyantivenom 3កម្រិតទេតើអ្នកជំងឺនេះគួរទទួលថ្នាំបន្សាបពឹសប៉ុន្មានដោយសារយើងមិនដឹងពីប្រភេទពស់ដែលចឹកយើងគួរឲ្យកម្រិតថ្នាំខ្ពស់បំផុតដែលក្នុងករណីនេះគឺថ្នាំ TRC Neuropoly 10 អំពូលបើអ្នកមិនច្បាស់ពីប្រភេទពស់ដែលចឹកអ្នកជំងឺត្រូវឲ្យថ្នាំបន្សាប10អំពូល30នាទីក្រោយមកសភាពអ្នកជំងឺមិនបានធូរស្រាលទេកំហាប់អុកស៊ីហ្សែនក្នុងឈាម 88% គាត់នៅតែមានស្លេសច្រើននិងនៅតែទន់ខ្សោយដដែលឥឡូវនេះតើយើងត្រូវធ្វើយ៉ាងដូចម្តេចអ្នកជំងឺនេះត្រូវបានគេសើបទុយោក្នុងបំពង់ខ្យល់ហើយត្រូវបន្តបឺតស្លេសចេញពីផ្លូវដង្ហើមចំពោះករណីដូចអ្នកជំងឺនេះអ្នកដែលមានវិបត្តិដង្ហើមទន់ខ្សោយខ្លាំងហើយការព្យាបាលដោយថ្នាំបន្សាបពឹសដំបូងមិនបានជោគជ័យការផ្ដល់ថ្នាំបន្សាបពឹសបន្ថែមមិនទំនងជាបានផលឡើយដោយសារការដកដង្ហើមរបស់គាត់មិនបានធូរស្រាលគាត់ត្រូវការជំនួយដកដង្ហើមជាការសំខាន់ដែលត្រូវកត់សម្គាល់ថាអ្នកជំងឺស្លាប់ដោយសារពុះពឹសពលប្រព័ន្ធប្រសាទចឹកពីព្រោះមិនបានទទួលថ្នាំបន្សាបពឹសឬព្រោះគាត់មិនបានទទួលជំនួយដកដង្ហើមវិបត្តិដង្ហើមបណ្ដាលមកពីពឹសពលប្រព័ន្ធប្រសាទជាទូទៅជាមកវិញប៉ុន្តែត្រូវការពេលវេលាអ្នកជំងឺអាចត្រូវការជំនួយដកដង្ហើមប្រមាណថ្ងៃនេះមានន័យថាគួរបញ្ជូនគាត់ទៅកន្លែងដែលមានប្រដាប់ជំនួយដកដង្ហើមដោយមានអ្នកផ្ដល់សេវាសុខភាពសពខ្យល់ដង្ហើមជាប្រចាំនៅតាមផ្លូវរហូតដល់តែគាត់ត្រូវបានដាក់ជាប់ម៉ាស៊ីនជួយដកដង្ហើមឬឲ្យក្រុមគ្រួសារសពខ្យល់ដង្ហើមបន្តរហូតដល់តែដង្ហើមរបស់គាត់បានប្រសើរឡើងការនេះអាចប្រើរយៈពេលប៉ុន្មានថ្ងៃហើយត្រូវពន្យល់គ្រួសារអ្នកជំងឺថាត្រូវធ្វើរបៀបណាចំណុចសំខាន់មួយចំនួនដែលត្រូវចងចាំពីករណីនេះនៅពេលដែលអ្នកជំងឺពុះចិត្តមានសញ្ញាទន់ខ្សោយអ្នកត្រូវពិនិត្យរកមើលវិបត្តិដង្ហើមហើយត្រៀមសម្រាប់ស្ថានភាពកាន់តែធ្ងន់ធ្ងរចំពោះអ្នកជំងឺដែលមានវិបត្តិដង្ហើមអ្នកត្រូវបឺតស្លេសចេញពីផ្លូវដង្ហើមនិងផ្ដល់អុកស៊ីហ្សែនតាមការចាំបាច់ដោយអ្នកជំងឺដទៃទៀតនៅផ្នែកសង្គ្រោះបន្ទាន់ដែរអ្នកត្រូវតាមដានបន្តរហូតបើអាចធ្វើបានឬត្រូវធ្វើការវាយតម្លៃឡើងវិញឲ្យបានជាប់ញឹកញាប់ចំពោះការព្យាបាលវិញថ្នាំបន្សាបពឹសគឺជាការព្យាបាលដែលមានប្រសិទ្ធភាពខ្ពស់បំផុតបើចាក់បានទាន់ពេលយកល្អក្នុងអំឡុង4ម៉ោងបន្ទាប់ពីពុះចិត្តប៉ុន្តែបើអ្នកជំងឺបង្ហាញរោគសញ្ញាហើយក៏ដោយក៏ត្រូវឲ្យថ្នាំបន្សាបពឹសដែរវាមិនយឺតពេលពេកទេអ្នកត្រូវគិតថាអាចមានប្រតិកម្មជាមួយថ្នាំបន្សាបពឹសហើយត្រូវត្រៀមទុកជាមុនពេលឲ្យថ្នាំបន្សាបពឹសអ្នកត្រូវវាយតម្លៃជាទៀងទាត់ព្រោះថាអ្នកជំងឺអាចត្រូវការថ្នាំបន្សាបពឹសបន្ថែមការព្យាបាលប្រតិកម្ម
ឬក្នុងករណីនេះជំនួយការដកដង្ហើមបន្តចំពោះចំណាត់ការវិញរាល់អ្នកជំងឺពូជចិត្តដែលមានរោគសញ្ញាទន់ខ្សោយត្រូវដាក់ឲ្យសម្រាប់ពេទ្យនិងតាមដានមិនត្រូវបញ្ជូនអ្នកជំងឺមុនពេលឲ្យថ្នាំបន្សាបពិសឡើយបើអ្នកមានថ្នាំបន្សាបពិសទោះជាអ្នកគ្មានថ្នាំបន្សាបពិសគ្រប់កម្រិតក៏ដោយចាក់ឲ្យអ្នកជំងឺអ្វីដែលអ្នកមានដែលអាចជួយអ្នកជំងឺតាមផ្លូវបញ្ជូនអ្នកជំងឺពូជចិត្តដែលទទួលបានថ្នាំបន្សាបពិសត្រូវការថែទាំកម្រិត ICU មានការព្យាបាលដែលមានគ្រោះថ្នាក់ចំពោះករណីពូជចិត្តដែលយើងត្រូវជៀសវាងការព្យាបាលទាំងនេះរួមមានកាត់ជាស្បែកចងរឹតបឺតឈាមចេញដាក់ស្មៅឬដាក់ថ្នាំលើស្បែកឬថ្នាំពូជចិត្តរបស់ចិនអ្នកជំងឺមិនត្រូវប្រើថ្នាំបុរាណដែលដាក់លើស្បែកដែលច្រើនតែផ្ដល់គ្រោះថ្នាក់ជាងផ្ដល់ប្រយោជន៍ហើយអាចបង្កើនជាតិពុះចូលក្នុងចរន្តឈាមដូច្នេះមិនត្រូវប្រើឬជូនយោបល់ឲ្យប្រើការព្យាបាលទាំងនេះឡើយដើម្បីបានព័ត៌មានបន្ថែមអំពីពូជចិត្តអ្នកអាចរកមើលមេរៀនអំពីពូជចិត្តដែលបង្ហាញក្នុងសិក្ខាសាលាស្ដីពីសារៈសំខាន់នៃការសង្គ្រោះបន្ទាន់នៅប្រទេសកម្ពុជាវគ្គ 2 ខ្សែវីដេអូណែនាំអំពីអ្នកជំងឺដែលត្រូវពូជចិត្តចាប់តែប៉ុណ្ណេះសូមអរគុណចំពោះការចំណាយពេលវេលារបស់លោកអ្នក